តែយើងស្វាគមន៍នៅជួបគ្នានៅក្នុងកម្មវិធី Yummy Mission ឬបេសកកម្មឆ្ងាញ់បាទយើងសូមតែអរគ្នាគឺមានបេសកកម្មនៅក្នុងការស្វែងរកមុខម្ហូបឆ្ងាញ់សម្រាប់បងប្អូនដែលយើងតែងតែជួបគ្នានៅរៀងរាល់ថ្ងៃអាទិត្យពីម៉ោង 11 ដល់ម៉ោង 12 ថ្ងៃត្រង់ហ្នឹងហើយជឿជាក់ថាពេលវេលានេះគឺជាពេលវេលាមួយដែលបងប្អូនទាំងអស់គ្នាគាត់កំពុងទទួលទានអាហារថ្ងៃត្រង់ហ្នឹងបងអញ្ចឹងពេលខ្លះគាត់ញ៉ាំបាយនៅផ្ទះហើយគាត់ឆ្ងាញ់មុខម្ហូបដែលគាត់បានធ្វើហើយគាត់ទស្សនាជាមួយនឹងកម្មវិធីរបស់យើងគឺគាត់បានឆ្ងាញ់ជាមួយនឹងពិធីករទាំង3ទាំងថ្ងៃនេះកូនសម្អាតមកទេមិនអើយអត់មកកូនសម្អាតមកសាអន់ចិត្តកងសិត PVD ឯងខ្ញុំមិនមកធ្វើកូនសម្អាតណាតាំងពីអាទិត្យមុនទៅរករឿង producer ទៅរករឿងកាមេរ៉ាម៉ាន់ថាហៅ PVD មកធ្វើអីខ្លាំងពេកអូយបងលើធ្វើការនេះអីច្រឹកអាក្រក់ម៉េះអាច្រឹកចឹងចេះយកមកធ្វើពិធីករអន់ចិត្តទេតើយកទៅអប់រំកូននឹងទៅអប់រំអត់ខ្វល់អត់កើតទេបាទហើយលោកចាក់ខ្ញុំពីក្រោយខ្នងអញ្ចឹងអត់ទេមិនចាក់អីមិនណាចេះទៅប្រាប់ producer ថាអន់ចិត្ត PVD មកនោះបាញ់កូនសម្អាតរហូតតែនេះខ្ញុំថាឲ្យសោះគេដកគាត់ចេញហីពីការនេះអង្គច្រឹកចឹងគេមិនទុកទេអត់ដឹងមែនតែសំខាន់បងប្អូនរបស់យើងកាលយើងចាក់ពីសូមុនហ្នឹងក៏បើសម្រាប់បងនៅកណ្ដាលទេណាមានទាំងកូនសម្អាតមានទាំង PVD គឺសុបាយតែសំខាន់ធ្វើម៉េចបើកូនសម្អាតថ្ងៃហ្នឹងគាត់អន់ចិត្តគាត់អត់មកអាហ្នឹងយើងទៅតាមគាត់ទៅតាមពិតបាយទៅគិតចេះកូនសម្អាតហ្នឹងទុកមិនចំណេញដកចេញក៏មិនខាតទេមានអីអត់ចាខ្ញុំក៏អាចជំរុញកូនសម្អាតបានដែរកូនសម្អាតមានមើល live អត់មានមើល live តាម Facebook អត់អូយគ្នាឈឺចាប់មិនទេណោះបាទបងប្អូនឈាមណិតគ្នាតែអីទេកូនសម្អាតធ្វើការកើតដែរមិនបាច់ឲ្យមកទេអស់លុយឥឡូវយើងខ្ញុំទាំងពីរបើទោះបីអត់កូនសម្អាតក៏យើងនៅតែដំណើរការកម្មវិធីបានដែរគឺយើងនឹងនាំបងប្អូនទៅធ្វើការរកមុខម្ហូបឆ្ងាញ់ឥឡូវនេះយើងទាំងពីរបាទឥឡូវយើងនៅកូនស្ពានជ្រោយចង្វាបាទថយខាងកើតបាទគឺសួនច្បារស្អាតហើយម្យ៉ាងទៀតគឺយើងគិតថារកមុខម្ហូបនៅបើយើងនៅកូនស្ពានជ្រោយចង្វាទៅយើងទៅរកម្ហូបម្ដុំនេះណាចិត្តទៅអីចំចាយអូចិត្តពេកហីបាទចិត្តពេកហីទៅខាងនោះខាងទៅស្ពានអីខ្មៅអូខេតែខ្មៅមកនឹងមានម្ហូបអីគេខ្លះឆ្ងាញ់អត់នឹងបោសាច់ពិសេសអូតែស្អីក៏ដោយឲ្យតែអត់មានកូនសម្អាគឺឆ្ងាញ់ទាំងអស់ហ្មងអូខេឥឡូវនេះនិយាយលេងដោយសារតែយើងចង់មកប៉ៃខាងម្ដុំជួយច្បារម្ដងម្ដុំនេះគឺមានការពិវត្តច្រើនជាពិសេសគឺមានហាងម្ហូបឆ្ងាញ់ច្រើនបាទជាពិសេសគឺល្ងាចឡើងឃើញយុវវ័យក៏ដូចជាបងប្អូនគ្នាគាត់មកកំសាន្តលំហែអារម្មណ៍ហើយគាត់ញ៉ាំអីឆ្ងាញ់នៅត្រង់ខាងគាត់ទៀតអូខេឥឡូវយើងជិះដំណើរមើលទិដ្ឋភាពស្រស់ស្អាតនៅត្រង់ម្ខាងតិចមុននឹងយើងទៅហាងរកហាងម្ហូបឃើញតាណាតំណងចូលតំណងដល់និយាយអាទិត្យហ្នឹងអត់មានអីផ្លែទេកង់3ទៀតហើយជិះតែអាហ្នឹងគឺសំខាន់គឺម្ចាស់កង់3គាត់ឆ្លាញ់កម្មវិធីយើងជិះ free អូក្តៅលើកក្រោយលើកក្រោយយករយមកទទួលខ្ញុំហ្នឹងអូខេចាំលើកក្រោយអូនេះបានទេនេះអូអាហ្នឹងឡានដឹកគ្រឿងសំណងហ្នឹងអត់ទេឥឡូវជិះកង់3យើងក៏បានដែរតោះកង់3យើងទៅដែរញ៉ាំមីមីសិនបាទអូយពូនឹងទៀតណាហើយចូលណាអត់ដូរមុខសោះពូនឹងបាក់អូកាឡាញ៉ាយគាត់ណាឡានចានេះចេះឆ្លងចូលកដុំចាយអត់ចេះឆ្លងខ្នោមកទៅជួយអូយឡានតំមកអូយលេងយីម៉ែចេះឆ្លងឡានអូយមកហើយអត់ចេះឆ្លងខ្នោលោកហើយមិនដឹងពេញប៉ុន្មានឆ្នាំអត់ចេះឆ្លងខ្នោអូយមកពេញយូរហើយតែម៉ែឃុំទុកក្នុងផ្ទះរហូតដល់ហ៊ានចេញក្រៅទេកូនកំមុំមកអូខេគ្រូបាទឥឡូវយើងធ្វើដំណើរជិះមកជុំរង្វង់មូលព្រំបាយ័នបាទនៅកូនស្ពានជួសវ៉ាបាទអាសាជិះផ្លូវហ្នឹងហ៎ធ្លាប់ជិះហ៎តាំងមកធ្វើហើយមកទៅខែហ្នឹងបាទទៅសៀមរាបទៅអីហ្នឹងជាការតាមផ្លូវហ្នឹងផ្លូវនេះផ្លូវ highway ទៅដល់ចិត្តភូមិចាមតោះបាត់ស្រីម្នាក់ដូចស្ងាត់យ៉ាងដែរមែនតែមានគ្នាច្រើនជួយគិតគ្នាឥឡូវចេះអត់ដឹងចូលហាងណានេះបាទកូនសមាគាត់ឆ្លោះរឿងមិនទៅស្ងាត់ដល់ពេល2នាក់បាទយើងទួ slow ដូបាទនៅត្រង់ខាងនេះគឺមានការរីកចម្រើនច្រើនមានមានខណ្ឌអូមានខាងច្រើនអូទៅម្ដងផ្លូវទៅសុខាធ្លាប់ទៅឯងធ្លាប់ជួយជិតមកទន្លេនឹងមានម្ហូបច្រើនណាស់សាក់ទៅម្ដងហ្នឹងណាអូខេទៅត្រង់អាហ្នឹងដូចជាលក្ខណៈគេហៅអី street food ហ្នឹងហើយបាទឆ្ងាញ់ណាស់មិនលួចពីប្រមាន់អាំងបងអូអាហ្នឹងបាទជួយចិត្តទេជួយចិត្ត street food ហើយនឹងហាងម្ហូបតាមហាងជួយចិត្តម្ហូបណាជាងជួយចិត្តម្ហូបតាមមកជួយចិត្តអាសាជិះមកម្ដងនេះហ៎បែបនេះសាពេលណាខូចចិត្តអីចឹងអូខូចចិត្តទៅបាច់មកម្ដងហ្នឹងទៅបងទៅអីអូអត់ទេយើងពិបាកចិត្តអីចឹងយើងមកដើម្បីស្រូបយកខ្យល់អាកាសអីចឹងណាហ្នឹងហើយស្លឹងចុះស្លឹងឡើងឃើញតែបន្ទប់4ជ្រុងនេះយើងមកយើងស្មុកយើងស្រូបយកខ្យល់អាកាសហើយយើងបានឃើញមនុស្សទៅវិញទៅមក
បើនៅពេលនេះបងប្អូនដែលកំពុងទស្សនាកម្មវិធីរបស់យើងមានតែអ្នកដែលកំពុងទស្សនា live ដែរស្រីគាត់តាមជាកម្មវិធី live ដែលបងប្អូនយើង live តាមជាកម្មវិធីរបស់បាយ័ន អូម្យ៉ាងដែរព្រោះជួនកាលបងប្អូនខ្លះគាត់អត់បានមើលទូរទស្សន៍អញ្ចឹងគាត់មានទូរស័ព្ទគាត់អាចបើក Facebook មើលការ live បាន អូខេបាត់ឆ្វេងមកជួមមកតលេខាងត្រូវខាងកើតនេះមាន seafood ច្រើនតោះទិញថ្នោតមកថងមើលភ្លក់ថ្នោតតិចមើលសុំចុះថ្នោតមួយនេះចុះទៅនេះមួយស្អីគេហ្នឹងបងបាទអីគេ ខាច់ហយញ៉ាំអីវាដូងអីខ្មៅអញ្ចឹងហ៎ đúng của អូឡាថ្នោត của ớtស្រីបងមកពីខាងណា ខ្ញុំមកពីផ្អាវ មកពីផ្អាវកំពង់ចាមបាទនេះផ្លែបងគាត់ស្គាល់ផ្លែស្នោតដែរបងណា ថ្នោតហ៎ ដល់ពីដងមកបងហើយ ខ្ញុំទៅកាប់ឯព្រៃវែង វ៉ាប់ផ្ទះនៅផ្អាវកាប់ពីព្រៃវែងជិះពីផ្អាវមកលក់ពេញ តែកន្លែងនៅកំពង់នៅ អូអញ្ចឹងហ៎បាទយកមកម្ដងមកទៀសហ្មងបងហ៎ ចា ហើយចិត្តយើងលក់ថងហ្នឹងទៅ ចា មកថងប៉ុន្មានបង ថង4000 មកថង 4000 អូគេកាប់យ៉ាងនេះឲ្យបានចេញជានេះហ៎ ចា អិនឆ្ងល់ អត់ដែរ ចុះហ្នឹងមិនគេអត់ព្រមលក់ទាំងផ្លែអញ្ចឹងហ្មងគេអត់លក់ បើអ្នកទិញគេអត់ចេះកាប់ អញ្ចឹងតែនេះបើស្លកោបានទេ ចា អាណាអាចចេញអញ្ចឹងស្លកោបានដែរ តែនេះដាក់ខ្លះសេជាឆ្ងាញ់ ខ្ចីវាចេះ អញ្ចឹងហ៎ គេកន្លងយកកន្លែងខ្ចីវាចេះទៅ អូអញ្ចឹងមានន័យថាបើសិនមកថ្នោតដែលយើងញ៉ាំបាននេះយើងក៏អាចយកស្លបានដែរមិនមែនចាំបាច់តែថ្នោតខ្ចីទេត្រូវអត់អូបាទ ហើយមួយថ្ងៃអញ្ចឹងលក់អស់ប៉ុន្មានថងបង តាមថ្ងៃណាបានទីបានច្រើន អញ្ចឹងហ៎មកបើឲ្យប្រហែលពីរបៀបកាប់នេះគាត់ចង់រៀនរបៀបកាប់ កាប់ថ្នោតហ្នឹងមិនមែនកាប់ មកចុះមកយ៉ាមីមីសិនជីតាមផ្លូវឃើញថ្នោតចង់ឲ្យបងប្អូនឃើញព្រោះភីច្រើនតើនៅតាមខេត្ត បើនឹងអត់មុតទេហីកាប់ពីម្ដងហ្មងដាច់ នេះ តែប៉ាត់ស្រួលហ្នឹងខ្ញុំក៏ចេះដែរនេះចាំលើកក្រោយបង មក អត់ចាំលើកក្រោយ រៀនបងប្អូនចង់ឃើញ PVD កាត់ថ្នោត អូយហេថាចាំលើកក្រោយល្អជាងហេអត់មានធានារ៉ាប់រងហង អូខេបងសូមបន្តទៀតធ្វើបាប PVD លេខបងសូមជ័យបងបន្តទៀតបងកាប់ឲ្យបានមួយផ្លែបងតែហ្នឹងបើឲ្យដឹងថានៅខាងហ្នឹងមានសាច់អូចុះហ្នឹងមានការបាត់ដាច់ផុតចឹងហ៎យើងដឹងថានៅកន្លែងហ្នឹងមានផ្លែអូបាទតែថ្នោតហ្នឹងគេបេះពីដើមថ្នោត ដែលថ្នោតបេះពីដើមដូងហ៎បង ធម្មជាតិពិតអូបាទនេះថ្នោតដែលកាប់ហើយ ថ្នោតដូចជាលឺនិយាយថាមានកពីងថ្នោតទៀតហ៎ ពីថ្នោតទៅណាបងបងមកទៅ ហើយក៏ពេលវាទុំទៅ អញ្ចឹងហ៎តោះនេះយើងហូបមិនទេបងបើអត់ចិត្តសបកអញ្ចឹងអត់មានសេវាកម្មចិត្តសបកឲ្យហ្មងអត់ទេបើបកមាត់ឲ្យមកមិនដែររសជាតិ ហឹងល្អបងមិញដាក់ដៃផងអីចៃហ៎នេះដាក់វិញហ៎នេះក៏លុយអត់ ចុះណាទិញតនេះ គោលសម្រាប់អត់សំណាងហ្មងហ៎ ខាងងាយបានហូបបងប្អូនពីច្រើនកាលមុនយើងចង់ញ៉ាំតទៅដងទៅខាងជនបទនឹកឃើញបានមកលក់ដល់ភ្នំពេញបង នៅខាងខ្ញុំមិនអត់លក់តាម អញ្ចឹងហ៎ដល់មកលក់នេះយើងលក់បានច្រើន ចា លក់បាន ថងត្រង់ហ៎បងណាគាត់និយាយថងត្រង់ និយាយថងត្រង់តែឯងភ្លក់ប៉ុណ្ណឹងបានណាអូខេបងសូមទិញមួយថងណាខាងអត់ចូលលុយមកគិតលុយអត់របស់គាត់ព្រោះខ្ញុំចាំចេញលុយរបស់ខ្ញុំតែរបស់គាត់ហូបគិតលុយពីគាត់ នេះឲ្យភ្លក់តា វ៉ាប់មានតែ300វា300នេះទីពិបាកលើកហ្នឹងអត់កាលមុនក៏ស្មាអត់លុយលាងចានណាលើកហ្នឹង អត់ធូរឆោមឯងបងអើយមានលុយទេ អូនេះមិនយឺសើបងភ័យទេមិញ អូមានលុយចឹងតទៀត យកមួយយកពីរមួយបានហើយអូខេចុះតម្លៃទីទេយើងទិញមួយថងខែមួយថងឆាប់អស់ឆាប់បានទៅទេអរគុណបងណាបាទជូនពរលក់ដាច់បង បងមានសាប៊ូលាងដៃហ៎ ខ្ញុំថាណាទិញថោសាប៊ូនឹងហើយអរគុណបង បាយបាយបង តោះទៅខាងមុខទៀតបាទ មានប្អូនកន្លោះឲ្យតាក់តងខ្ញុំនៅកំមុំណា ណាគេដូចប្រហែល បាយមើលស្គាល់អត់ ដូចប្រហែលដូចខ្មៅយើងទៀបចុះទៅមើលមកបងប្អូនបែបវីឌីអីហ្នឹង ហើយគេទៅអីក៏មកផ្លាស់ប្ដូរលឿនណាចូលធ្វើបានទៅ3ដង3អាទិត្យ4អាទិត្យគឺតែមនុស្សប្រុសចិត្តទៀងមែនអូឡាយទៀត
សិតអត់គូសមាក៏បានទៀតហើងាប់ហើយអាពេលមកថតដំបងសុំបបាយទឹកវល់ល្ងាចលុយប៉ាវជិះម៉ូតូដុកក៏ជួយចេញលុយទៀតដល់ពេលឥឡូវបានអាតប៉ែមួយស្រីមិនស្រីប្រុសមិនប្រុសនោះចូលមកកាច់មុខកាច់មាត់ហុញចាំមើលឲ្យតែជុកមុខបានល្បីកម្មវិធីភ្លេចគេចោលសោះអីណាខ្ញុំអត់ជឿទេអត់ការងារធ្វើទៀតអាខ្លួនឯងស្អាតចង់លោតទៅងាប់លើ tôi bà hai bong bồn mướn đá cái thôi dừng nhắm ấy món ấy lấy từ mướn mới là cái đôi làm khăn bà hai rồi chó đó dù sơ hai bé ta à bé cầm tim to là mấy tụi này còn cầm tim là mấy đó ai chơi à số đà này sao chứ anh dập chứ anh mi soi ra nó bàn banh kia mơ cầm thi lên là mấy mơ ai chối nên chô mà cho tạo lụi liêu ấy cô smart á mơ bỏ trong có bao nữa ê chơi mấy cô bay mà nó chơi say nữa mấy cô bay đi bắt xa nó với chặt ba anh ê à cô có ba anh đang thử à anh đi ê ê nghe có smile cái này nữa thầy thấy em ngại ông em nhung ê nè cái này nè còn chăng đi chơi nữa chơi đi thầy đây dùm lô đây trời ơi ê dùm lô tên ai rồi chú lôi mà mơ nó không nè này mơ đó ê mà cái khơi mình ơi đi nhẹ đi lấy không chặt được ai mơ phải để bà tê lôi mở nó tên tờ lê bà đây xịt lai tha cô sả của bạn đây cái giấy lê nó bông tứ chân mặt thắng mơ nè bay đi mà nó chơi tha chơi tập pin nè trong một ban cô sả miên sấy nơi tới con này non cả lại vậy là tao tao ta lư ôi hả mơ khơi mình o nhau mấy lại cái gì đó không nhìn lâu anh bỏ bên luôn em anh đây mẹ nè tân già sập đi về ok lấy luôn có sả non từ nhâm hộp Japan ta hộp Japan hộp Japan mình đây cái lát hộp Japan mình thấy chả chả lòng nè một non miên lụa trong nó của bạn này sushi ta chất năng ở ngay nó đá mà cưới để hộp lắm cái cho ăn ngon không ở đây dừng luôn nó trong khi chla đi hộp bởi mấy bữa chất bông tia án từ bông tia ăn bạn cả lớn mà coi chặt một sushi cho hộp cho con lớn mong mà ok xong chơi mà chặt một lôi tôi chụp nó khôi chất chứ bằng ngay khai cái đá vậy khôi chmỏ dạ mới đã tròn smile cái nó hả tao mau ở chặt xong lấy nè luôn mơ không ôi hang Japan không chơi bạn và ok lấy dương mà đó được sushi bà nôm luôn chặt câu sả lấy dương cái con này được sushi ba khai cái đá nhưng mình chỉ lên control bà có lời đi chứ mà đó sushi bà hai ngày nữa luôn chặt câu sả đang ở PP đi ở Bosato cá trời khi chụp lời cá vĩnh ban mạng ngay ban mạng máu cũng lo ngay của bố sport đấy một món tờ lê đấy bật ăn đâm luôn ai ngay bật ra mọt phê mà bảo con việc nói cho tôi khám nông lục mùng hộp Japan như bây giờ xong ngọc nên là bên cạnh thì bây giờ xong xong ra một 플러스 ba và con đi chung đi chơi mà to được không cam thì Yummy Mission rư Pasca cam chang sao con lấy cái con đàn ơi để bà ăn với nhỉ hai con cha là kia hai chả nằm mà kia nông đi nhâm thị chợ chai rồi không thấy chơi không là cái đấy này nhằm chai là cái đấy sushi này cái sushi ở toàn sushi bà thấy chơi chứ nhá mọt chè thì làm trong bọ sơ một cái tay làm bay luôn chất này làm phí cứ non mà nhắm thấy chơi chất tròn đây và con nói cho các nói với những sao mà nghe sung trình bạn ê smart cái dương của cô từ nơi lửa chat ra bằng hai màu đó hey hả xa đấy nhưng xa chiên hey sai nên là mà cái áo vậy mà con ấy mà mặc mà con slap à ở đây mà con cái đã cài cho các ba này đặt mà đúng nó lên mà bỏ cái nhà thấy chơi mẹ ôi mày nói thanh nhung đi phò nè mày nói người ta nhung đi phò ôi xa đó mình camera ok đào ba Japan
โอเคไล่แต่มัดแดงต้องเอาไอ้เลย บ้องอีเชื่อมีจุ๊บวะ ภาษาญี่ปุ่นกันได้ น่าจะปน บ้องยิ้มน้องติ้นมั้ยทำไหมคนนิชิวะไอ้ก็มาก่อนมาหันหนึ่งเด้ เอริคอมาเรเดโคโรสุ หมายว่าจะบัดคนนี้จุ๊บวะ คือสไลด์บ้องนี่ไปโจมาคือสมาคมจังบ้องนะเมื่อคนสมาซาติ้งเหมือสมาซา ซามาเซ่มาสิไอ ông sẽ ca cả ok mà ชูดิ tiếp tục từ này ổn ตัวมันจะแบบตัวเร่งยก vô tục nói chuyện bro มา เอาเก่งใหญ่ไปซ่าจะป้อนไอ้ที่ใหญ่สุดไอ้มาสิเอาคุณบ้องผมเชื่อป่ะเอาไป จะซอกก็มาเลยนะเป็นนี่ผู้หญิงแต่เป็นเนี่ยกับแต่ทัดในขนมหางจากซูชิบาจากได้กอดบ้านตัวเละแตะแตนจากนอนกอดอยู่ตะโบงคือกอดอยู่กับบัดเมาจ้ะกอดอยู่กับบัดมาหันซัดก็อยู่กับบัดมาหันซัดจ้ะไปยังไงจ้ะสำคัญ trong trường hợp đầu tiên đi đó qua công viên phát triển trong là bà có đi người số bom số bà bị มาซามาเซ่ ใช่ เจมัด cho con đi chiều bạn bên trên đấy คนนี้ชื่อว่าแจ้ trời mà con đi chiều bạn trong khăn cái spa có nó bông bà đi trong thì cứ chỉ mà hộp ở cho con sao rồi mình trai trai mình mập bông cho nên nó lấy thao bông mình lấy cái gì bà เอาโต๊ะวงสมคัญไว้อันจุดตอกไหมจ้ะอันนี้ใช่อ๋อที่มัว nhà cả châu hàng Và- không thì tiêu mũi nên theo break của smart smart đâu một chắc cái lúc muốn như vậy ចាអញ្ចឹងបងណៃណមមកណាអូន bà គេខ្លះបងជួយជម្រាបជូនតិចមកបងពេលខ្លះអត់សូវដឹងឃើញអ្នកដាក់ដុំនេះស្មាសាច់គោ ចាមានពេលខ្លះគេច្រឡំថៃទូណាថាសាច់គោដែរតា bà ចា đâu ចាចា có hôm lỏ mình tên bà អានេះថៃសាម៉ុនអូន bà អូចាចា ចំណែកនេះគឺថៃទូណា ទូណាអូ áp đông pe đông cho mưa tới đi sạch cối ចាគេអាចច្រឡំថាសាច់គោបានអាហ្នឹង បាទ ចំណែកនេះថៃតកាយយើងថៃតកាយប៉ុន្តែថៃតកាយសមុទ្រ អូមានស្មារតីតកាយគេញ៉ាំចំហុយទឹកស្អ៊ីវ មែនទេ ôi chơi đi sạch một ចា chân nhâm chai ban ចាញ៉ាំឆៅបាន bà dương squat là thịt cho cay chầm hôi tập yêu bà គឺទៅវាមានផលប្រយោជន៍ច្រើនណាស់ស្បែកវាអាចយើងអាចយកទៅសោះហើយញ៉ាំជាមួយអាទឹកសោះជូរហែម ស្មា បាន ស្បែកធ្វើស្អាវបាន lại tray nè thưa cả ai đấy thì sẽ ចំណែក sập នេះ sầm គឺ mót មឹកយើងមឹកកំពង់ bà mặc mồng pung ní bánh khơi pe lia cho mất thùng ចាធំហ្មងប្រភេទយើងយកខនាដធំហ្មងយើងអត់យកប្រភេទទូ มันหมักหัวខ្លួនវាអាចប៉ិនមនុស្ស ប៉ានេះនេះប៉ានេះចាម្ដាមវា anh đang bọc cái bây giờ dụ với màn năm ấy 50 năm ấy chứ គាត់មិនដឹងគាត់មិនបងប្អូនមឹកណា គាត់មិនគុំមក ចំណែកនេះគឺអាព្រួយមឹកយ៉ាក់យើង ងាប់ហើយគាត់តែព្រុយប៉ុណ្្នឹងហើយចូលនាំរៀងវា cho cái than dễ អូ អូខ្លួនតាមដងដូចជាលំមទៅប៉ុន្តែខាងដៃវិញបាទ ចំណែកនេះ scallop តែ scallop យើងមកពីជប៉ុននេះ ពេលគាត់ពីស្កាឡប់ប៉ុណ្នេះ បង្គាយើងគឺយើងយកមកគឺយើងអត់ទិញពីគេតហើយយើងយកបង្គាដែលរស់មកហ្មងយើងដាក់ជាចកាយើងយកទៅសោះភ្លាម ចា អញ្ចឹងសាច់វានៅផ្អែម Ồ, đừng có vùngថ្មីវិញ ចង់ថាអាពេលបកាវាផ្អែមទៅយើងដាក់ដាំមួយស្ករឬក៏ nếu còn đặt khmom ធម្មជាតិ ហេវាមិនដែរណា ដូចគ្នាពីរនាក់នេះគេប្រគាស្លោះពីផ្អែមហើយ អូ បាទបើទៅឆ្លើយបងពីរនាក់នឹងសួរច្រើនបងទៅឆ្លើយ ជាសួរអត់សួរចម្លែកខ្ញុំ បាទសូមជួយ អញ្ចឹងបងចាប់ដើមឲ្យគាត់ធ្វើហ្មងណា បាទ ចាអញ្ចឹងចាប់ដើមគាត់ធ្វើថៃឆាង បាទ ឆ្ងាយមកผมធ្វើមុខនេះហ្នឹងស្រួលមើល មែនតា តោះវ៉ាតាំងពីរបៀបគេធ្វើឡើង អញ្ចឹងបងនឹងណែនាំធ្វើថៃឆាវប្រហែលអញ្ចឹងណាបងនឹងណែនាំប្រាប់ ចង់ដឹងថាស្តង់ដារនៃការហាន់គឺមានស្តង់ដារ ចាគាត់មានស្តង់ដារគាត់ហាន់តាមຂະຫນາດរបស់គាត់មក អូចាំមកតែយកទៅផ្ទះហាន់អត់ឆ្ងាយអានោះស្លឹកអភ្លោមែនបង ស្លឹកម្លូតិចដាក់ស្លាតអី ស្លឹកស៊ីសូស្លឹកស៊ីសូ សឹកស៊ីសូ ចា បាទ ចាអូចា ឈ្មោះព្រោះជាងឈ្មោះឯងទៀតណាស្លឹកស៊ីសូ អានេះបងបង្ហាញមុខម្ហូបមុនគេគឺគេហៅថា sashimi morivae ចាំបើន័យថាវាមិចត្រីចូលគ្នា បាទបាទ ចាបងនឹងប្រាប់ថាទំហំន័យថាត្រីដាក់ឡៃណាខ្លះបងនឹងរៀបរាប់ប្រាប់ទៀតចា ចុះគ្រាន់តែកន្លែងដាក់នោះក៏ត្រូវ ចាចា អរគុណសូម យើងហាងយើងតម្រូវឬក៏យើងត្រូវតែរៀបដាក់ ຂະຫນາດរបស់បងត្រូវធ្វើអញ្ចឹង អូសកេក៏ចឹងដែរបង ចា អូ កាត់មុនគេគឺត្រីសាម៉ុនយើងនឹង3ដុំ បា អូ ទ ចាំដាក់លើហ្នឹងចាំម្នាក់គាត់ធាត់ក៏ចង់ដាក់ច្រើន ដាក់ច្រើនណាស់ញ៉ាំ នេះគាត់អាច order ខាងក្រៅថែមចំណែកត្រីទូណាគឺយើង6ដុំ អូ
ចា6ចំណិត គិតគ្នាបានគ្នាមែនតើ មិនចឹងមកត្រូវធូរណាថោកជាងឬក៏មិន ណែនេះថ្លៃជាងប៉ុន្តែគេរៀបចំຂະຫນາດគេអញ្ចឹងចា ថ្លៃណាថោកដាក់ ហើយ ថ្លៃដាក់ ថៃ ច្រើន តកាយយើងហ្នឹងក៏3ចំណិតដូចគ្នា3ដុំដូចគ្នាចា គឺកាលនេះយើងលើប្រទេស ចាប្រទេសស្ដាងព្រោះសាច់វាស្វិតឆ្ងាញ់ចា អស់ចាមែនតើ បានអត់អីទេបាទ ហើយអានេះចាប់ដើមដល់ឪពុកមាត់វាម្ដង អូគឺចិត្តចាំ ចាគេចិត្តអញ្ចឹងចា ចុះបើចិត្តធម្មតាខ្ញុំអាចធ្វើ style កង់ដូចចរា អាហ្នឹងក៏3ចំណិតដូចគ្នាចា ចឹងហ្នឹងចិត្តទៅឃើញស្អាត ចាបានវាឃើញស្អាតពេលយើងឌីក័រ ខ្ញុំខ្ញុំឆ្លាតខ្ញុំដឹង សាច់កនក បែរនេះចាយើងកាត់អញ្ចឹងដើម្បីឲ្យវាឃើញឌីក័រទៅយើងមើលឃើញស្អាត ទេស្មានតែសាច់ក្នុងវា មានតែមឹកបំពង់ដែលយើងមិនអាចបែងចែកបានព្រោះយើងហាន់ជាចំណិតស្ដាងទូចxongហើយណាអូនអត់ធំទៅរកទៀតចានៅ ដែរ ឃ្លានហ្មងនេះមាត់លេខបប ហើយអានេះបងបញ្ជាក់មិញអានេះគេហៅថាភាសាខ្មែរយើងដូចជាមានខ្យងអីគេហៅខ្យង ខ្យងជើងមួយ ម៉ែនេះ ចង់ស្រែ វាស្តៀងងាវយើងដែរប្រហែលវាធំដូចស្តៀងងាវគាត់វាប្រភេទធំជាង បាទ ចង់យេ ហៅស្អីគេបើភាសាជប៉ុនហៅអាកាហ្គៃយើងមានដែរ ទីជប៉ុនហ្មង ចាយើងមាននៅខេត្តកំពតយើងមានចានៅខេត្តកំពតយើងមានប្រភេទខ្យងហ្នឹង បាទ ចាសាច់វាស្រួយជាងងាវយើង អូ ចាសាច់វាស្រួយហ្មងស្រួយហើយផ្អែម ទៅមកទៀតពងកពើ ហ្នឹងវាប្រកួតជាបង អូពងໄខសាមុន ចា ពងកពើណាប៉ុណ្ណឹង ធំ ចាអានេះយើងញ៉ាំជាមួយនឹងវ៉ាសាប៊ី បងគាត់និយាយងើរហូតបង គាត់ គាត់និយាយដើមខ្ញុំហ៎ គាត់ចង់បញ្ជាក់ប្រាប់ថាឲ្យបងប្អូនញ៉ាំជាមួយវ៉ាសាប៊ី អូញ៉ាំ ចាមួយវ៉ាសាប៊ីណា ចុះបើអត់មានញ៉ាំវ៉ាសាប៊ីអត់ជាតិ អាហ្នឹងវាត្រូវមួយវ៉ាសាប៊ីហ្មងចាប្រភេទត្រីឆៅនេះវាត្រូវមួយវ៉ាសាប៊ីហ្នឹងនេះរួចរាល់ ប្តីលៀមអ្នកប្តី សូម្បីតែពេលដាក់ម្ហូបចូលក៏ត្រូវតែដាក់ចំពីមុខអូនគឺដាក់វាចេះទៀត អូហូ ចុះខ្ញុំចង់ដាក់ទូលក្បាលញ៉ាំបាន បាទ ច្បងនេះ តាមពិតទៅជប៉ុនគឺគាត់មានប្រពៃណីរបស់គាត់មកមកសិននិយាយពីរឿង costume របស់ជប៉ុនបន្តិចបងប្អូនដែលឃើញការរៀបចំម្ហូបសូម្បីតែការលើកម្ហូបមកដាក់នៅតុសូម្បីតែការអង្គុយគឺជប៉ុនគាត់មាន culture របស់គាត់សូម្បីតែការអង្គុយចឹងគឺអង្គុយតាមអាយុតាមវ័យទៀតឋានៈឋានៈអង្គុយខាងឆ្វេងខាងស្ដាំគឺគាត់មានរបៀបរបបរបស់គាត់បាទគឺដែលយើងធ្លាប់មានមិត្តភ័ក្តិជប៉ុនចឹងណាយើងសិក្សាបទពិសោធន៍ costume របស់ខាងគេ ចុះបើឧទាហរណ៍ខ្ញុំជាសង្សារមួយម្នាក់ជប៉ុនហ្នឹងខ្ញុំត្រូវអង្គុយណាអង្គុយលើកៅវិញ ក្រុមតុក អង្គុយក្រុមតុក ថែខាំមើលកបោកហើយបើសិនបើតាមជប៉ុនមួយទៀតណាគឺថាមកហូបចឹងទៅដាក់ចានមុនអញ្ចឹងគឺគេឲ្យតាមអាយុ នឹងដូចជាបាក់ខ្លួនឯងទេដូចមិនជឿទេ ដាក់ទៅតាមអាយុអញ្ចឹងតខាង មកហ្នឹងគេដាក់អត់ បាទ អ៊ំមកគ្នា20នាក់ឲ្យសាច់មានតែប្រមាណដុំគ្នាអាយុតិចជាងគេ អត់ទេនេះបើសិនបើគ្នាលើសហ្នឹងដាក់លើសហ្នឹងឯងបងអត់ ចា ទេ ហ្នឹងដាក់បានតើអូន អូដាក់បាន ព្រោះនេះគេដាក់ច្របាំងសម្រាប់3 4នាក់ បាទអូខេនេះគឺជាមកបាទហើយមកបាទនៅគឺដល់ហូបជប៉ុននេះអ្នកដែលចូលចិត្តហូបជប៉ុនគឺ100%ដឹងអសត្វមាត់ហើយមិនមែនណាអ្នកខ្លះឃ្លានហូបជប៉ុនដល់ថ្នាក់សត្វមាត់មកពូយូបានញ៉ាំម្ដងបាទឥឡូវនេះកម្មវិធីរបស់យើងនាំបងប្អូនមកញ៉ាំហូបជប៉ុននៅ The Sushi Bar មកនេះយើងនៅស្រុកខ្មែរឬមកពីជប៉ុនបង អានោះមាននៅស្រុកខ្មែរយើងមានចា មកបានឆ្លងប្រទេសទេណា បងនិយាយហាងហ្នឹងមានតែមួយមុខ អត់ទេអូន មានទៀតតែមែនទេបង ចាមាន និ ទៀ យា ត យចឹងក៏ត្រូវដកមុខចេញមិនត្រូវដាក់ឲ្យឆ្លើយមិញ ហើយចង់និយាយថាអាពេលយើងមកហ្នឹងហើយគេសេតមុខឲ្យយើងមក មហូបទាំងអស់ពេលដែលយើងចូលមកក្នុងហ្នឹងបងក៏សួរនៅថាយើងចង់មហូបវាម៉េច ចា ហើយចឹងគាត់រៀបចំគ្រប់មកតាមពួកយើងបាទ អូឆ្លល្អម៉ែ ហើយចាណែនាំឲ្យបងណាឆ្ងាញ់ណែនាំកាត់ទៅហើយចេញវិញ ហើយអត់អីហើយ អត់ក្បាលស្អីគេហ្នឹង មិនបោះគុកមកខុសគេចឹងបានបបាយមានអត់បង មិនឃើញនៅចាននៅពីរហ្នឹងតា អត់ហង អូផាយើងចាប់សាច់មកវាធ្លាក់ចូល គ្មានទេយើងហ្នឹងកំណត់អាក្រក់ណាស់ បាក់វាឆៃថត
សុំចេញហូបបន្តបងអរគុណ ចាចាំបងនឹងចេញមកហូបឆៅដែរតែមកឈប់មកហូបឆៅនឹងរុំមួយបាយ អូ ចា មានឈ្មោះឲ្យបងរុំមួយបាយចឹង មានចា Sushi Motivate A អូ ចា អរគុណសុំចេញបាទ ចា អូចាសំបីក្បាច់រុំពូក៏ចំណេញពូតបាយ យើងច្បាច់ខ្លាំងពេកក៏ខ្លាយធ្វើឲ្យបាយវាហាប់ពេកគឺវាអត់កើត អាហ្នឹងគាត់រៀនប្រហែលឆ្នាំដែរបានអាចធ្វើលះហាងរហូត គាត់8 9ឆ្នាំហើយគាត់ បងនឹងជំនាញច្បាស់ចឹងមើលថា គាត់ធ្វើការខាងម្ហូបជប៉ុនហ្នឹងចូលចិត្តម្ហូបជប៉ុនអត់ គាត់ជួយអេស គា គាត់ ត់គាត់ចូលចិត្តដែរតាបើគាត់អត់ចូលចិត្តក៏គាត់អត់ចូលដែរ ចូលបងវិញចូលចិត្តម្ហូបជប៉ុន ចូលចិត្ត ជុំមកសុំខ្ញុំ3នាក់ហ្នឹង ចូលចិត្តទេអូន ចូលចិត្តសាច់បងមើលទៅស្តាក់ខ្ចប់ណាបងមានប្រពន្ធបងមកចង់ជើងតាំងពីក្បាលដល់ចុងជើងខ្ចប់ប្រពន្ធសាហាវ ទៅជប៉ុនម្ហូបរបស់គាត់គឺថាមាន ចង់ មានបែបបាត់វារបបច្រើនណា អត់ដឹងហេតុអីបងជនជាតិជប៉ុនគឺច្រើនណាស់ទៅធាត់ បាទមកពីអី ដោយសារតែម្ហូបគាត់ញ៉ាំតែលិតតិចតិច អរេតែពិតគាត់ញ៉ាំសុខភាពតាបើសិនបាទទៅទីជប៉ុនវិញគឺរាល់ពេលដែលញ៉ាំអាហារជប៉ុនគឺគាត់មានគ្រប់ប្រភេទទាំងអស់ហើយđây បានប្រជាជនជប៉ុនគាត់យូរវែងមកពីទម្លាប់នៃការញ៉ាំប្រចាំថ្ងៃគាត់គឺគាត់កំណត់ឧទាហរណ៍ថាម្ហូបមួយមុខមួយតៅអញ្ចឹងទៅគាត់មានបន្លែមានត្រីមានសណ្តែកគឺគ្រប់មុខគឺអាហារដើម្បីសុខភាពបាទយើងក៏ញ៉ាំជប៉ុនបានល្អណាបាទ ចង់យូរវែងអត់ គឺកុសមាទៅឧទាហរណ៍ណាយើងនឹងមកញ៉ាំបាយយើងដាក់មកតៅអញ្ចឹងទៅយើងមានចេកមានពៅមាន ដាក់មកតៅសម័យនេះញ៉ាំមកតៅ អត់ទេមកថាសគេហ្នឹងគឺមានកោយ មានគេខ្លះបើដាក់ឲ្យកុសមា ពៅ សែនជំនាញមកចឹង អាហ្នឹងវាណា ចប់ហើយយកទៅណាបងខ្ញុំញ៉ាំទៅទៅ យកទៅណាហ្នឹងគឺគាត់រៀបចំពិសេសសម្រាប់ពួកយើងបាទ ហើយនេះគឺរួចរាល់ហើយចា ឈុតនេះមានឈ្មោះថា Sushi Motivate A Sushi Motivate A ហើយអានេះវាមានទាំងអស់វាមានពងត្រី3ប្រភេទនិងសាច់ក្តាម បាទ ចាអានេះគេហៅទាសមុទ្រ បាទ អានេះទាសមុទ្រអានេះអន្ទង់មកជប៉ុន អូ តុងហ្នឹងខ្លាចពួង បាទ អានេះអន្ទង់មកជប៉ុនមក តែឆ្អិនហ្មង ចាឆ្អិន បាទ ហើយអានេះគេហៅត្រីវាឈ្មោះ Iwasi ត្រីវាស្តៀងត្រីវាយើងដែរ កាលបានញ៉ាំបង ចាអញ្ជើញញ៉ាំចា យកនេះណា បាទសូមអញ្ជើញបាទ sao mà ăn một cái bón được không? យើងនៅសល់គ្រឿងបំពងពីរមុខទៀតហើយនឹងគ្រឿងខាង sushi នេះមួយមុខទៀត បាទអរគុណនឹងសូមជើញប្រហុកទី3បង ចា តែខ្ញុំគិតថាចេះបើសិនជាខ្ញុំចង់មកធ្វើគូកំណើតទៅនេះចំណេញក្នុងម្នាក់ខ្ញុំឲ្យញ៉ាំមួយបាយពីរដុំចង់ឯតែ20នេះគឺលុយបាទ ហើយចំណងដៃបើទៅទៅគាត់ភ្ញៀវគាត់កាត់តាមហ្នឹងដែរ តែគាត់បើជំនួយច្រើនណាស់បង ចា ស្បែកស្អាតហើយទៅពេលយើងនេះយើងអាចយកស្រស់ៗដាក់មកដោះគោនោះបិទមុខក៏បានហើយជិះធ្វើដោះសក់ញ៉ាំល្អចឹងប៉ុន្តែយើងឡើងគីឡូ ចឹងបានសបល់កុសមាឥឡូវរៀងជ្រះជាងមុនកាលមុនខ្មៅប្រហែលជាចូលចិត្តញ៉ាំប៊ឺហ្នឹងហើយแล้วก็ជ្រះច្រើនដែរ ចង់ហើយមានប្រពន្ធ នៅឯនៅកំឡោះ ខ្ញុំលេចទៅ សូមចាំហៅពេលកម្មវិធីចង់ឲ្យគាត់ធ្វើម្ហូបឲ្យនៅពេល លយម៉េះមាន បងតាខ្ញុំជួយញ៉ាំអ្វី ខ្ញុំចូលពី5តែគាត់តែធ្វើនៅទទួលភ្ញៀវជាន់ណា ខ្ញុំមកលើក្រុមជួយខ្ញុំ អេអាផ្ទះជាន់ទី5គេដេញចេញទេតាបងឥឡូវគ្នាទៅនៅជាន់ទី20 អូលោកទាំងពីរធ្លាប់នៅផ្ទះខ្ញុំមកទី ហើយធ្លាប់ជីកាត់ ភាពគ្រូសាខ្ញុំ ធ្លាប់ជីកាត់ អានេះយើងចាប់ដើមយើងរាយប៊ឺពីលើ ហ្នឹងគេរយសណ្ដែកដី ល្ងដើម្បីមានជាតិឈ្ងុយចាអានេះគឺរួចរាល់ហើយអូន នេះដាក់មកក៏មានរបៀបបបទៀតទេ អានេះយើងដាក់អញ្ចឹងមកអត់អី ដើម្បីក្បាលទេណា ចា បាទ គេថាឈ្មោះវាកាតាពីរ៉ារ៉ូន យ៉ាចេញអត់ កា ឲ្យ តា ហូប ពីរ៉ារ៉ូ រ៉ូ រ៉ូ ចា កាតាពីរ៉ារ៉ូ ត្រូវ ចាត្រូវហើយកាតាពីរ៉ារ៉ូន ឲ្យហូបបើថាត្រូវអត់ឲ្យហូបបាទ គឺผมដាក់ឈ្មោះម៉ាត់ស្រួលចាំ ឈ្មោះភាសាប្រគេ ដាក់ទៅឈ្មោះរ៉ូ បាទឥឡូវឲ្យកូនពៅមុនគេចុះ 7ទៀតហើយ
សំណាងកាត់មកជាមនុស្សស្រី អាហ្នឹងបឺយើងមានខាងក្រៅហើយខាងក្នុងក៏មានបឺដែរ អូ ចា ចា បឺទាំងក្នុងទាំងក្រៅចា បាទបាទនេះខាងក្នុងបាទគឺ ចាខាងក្នុងយើងមានពងមាន់ បាទមានពងមាន់ មានទុំសមុទ្រហើយចាហើយមានបឺ លើមានល្ងជួយស៊ីបានទេបង បានអូនចា សិតតែឆ្ងាញ់ទាំងអស់3មុខឆ្ងាញ់ទាំង3 thì móc bao rồi cho anh ហ្នឹង chào con nước từ này cho con công tập tam tan chào sầm rạp ở ca nhắm lúc nên một hôm đây rồi តែអ្នកមើលពីកាមេរ៉ាទេ chào bên lắm bom bom này con chơi cho tớ con chơi mà hậu cho con chồng con ai tới xá tình tây và tái dương đang thả và phê tây nó là o định được UCC 3 tên ចង់ស្រួលគាត់មកនេះហ្មងទៅ ai đi mơ bị bom này ca han bị nó bom này ca thôi đặt tục thì chân chân tất cả ai thôi bàn để nhắm bài chừng đại mặt không xa còn tay bờ sân chị bom ôn trong chia trong vô trong đấng trong luôn này chia đôi để miên đôi chia nhánh đây chỉ mà không chụp con dương nhắm được chụp con chứ hết chắc ai mà được sushi 3 bàn ở con này bên đi dương trong tập bay xong ăn nhà xong đặt một plate rồi ស្វាគមន៍មកជួបនេះជាបន្តនៅក្នុងកម្មវិធី Yummy Mission ឬបេសកកម្មឆ្ងាញ់ឆ្ងាញ់ បាទក្រោយពីបានភ្លុកមុខម្ហូប3មុខក្នុងវគ្គមុនហើយឥឡូវនេះយើងបន្តភ្លុកមុខម្ហូប2មុខទៀតដែលជាមុខម្ហូបពិសេសផ្នែកខាងបំពងវិញម្ដងបំពងគេហៅ tempura ទៅបង ចាគឺបកាបំពងភាសាជប៉ុនគេហៅ ebi tempura អូ ebi tempura ខ្ញុំស្គាល់តែកតុយចាំមកកតុយគាត់មកជាងអត់ចេះ ចាត្រូវ បាទ ពេលបានចង់ថាខ្ញុំល្ងងមែន នេះគឺលំមកជាងអត់ចេះតើណាបាទមានពីមុខទៀតបាទសល់ពីមុខទៀតហើយក៏មកក្រៅថែមបានតែទាំងអស់លុយញ៉ាំទៅមុនទៅនេះមុនលេងចានទៅក៏លោកបាន3មុខទៀតហើយ អត់ទេ បាទអរគុណទាំងបងសូមអញ្ជើញ ពេលញ៉ាំច្រើនមិនចង់មួយគេ ខ្ញុំកាត់បំពង បាទសួស្ដីបងចុងភៅថ្មីជំរាប tiếp សួរ xúc បាទ ចាអូបងមើលទៅដូចខាងសាមរ៉ៃ អត់ទេខាងចុងភៅ បងមើលទៅអាចជិះកបិតហោះកាប់ចាក់អីហ្នឹង ចា អូបាទអរគុណបងចឹងសូមអញ្ជើញបងបង្ហាញជាមួយនឹងមុខម្ហូបបាទផ្នែកខាងបំពងគឺ tempura សូមអញ្ជើញបងបាទ បងហ្នឹងចង់ភៅគេត្រូវដាក់ចងសក់ចឹង យើងនិយាយទៅមិនមែន style អូ ទេ មែនទេ សក់គាត់ទៅពេកឈរ ដោយសារយើងអត់ចង់ឲ្យមានការជ្រុះសក់ជ្រុះអីចូលក្នុង គេអនាម័យ តែបើឌីសក់ស្អីជ្រួយជ្រួយទៅរោម រោមអី ហ៎ រោមមុខ មាត់ទេ ចា ហើយចង់សួរថាចេះ សួរអត់ឈប់ហ្មង បាទសូមអញ្ជើញបងបាច់ស្បាច់ខ្វល់មកធ្វើ ច បណ្ដា កចកនៅនេះចកយ៉ា បាទ អូសាប់តក់ អូ បតយើងដឹងថាប្រេងយើងក្តៅ អូលយមកដែរ ខ្ញុំយកដៃលូកបងដៃលូកច្បាស់ជាង ទេ បាទ តែលាយនេះវាមានពងមាន់មានអីក្នុងនឹងស្រាប់ អូពុកខុសចេញម្ដងបាទ មកដែរ ជំនួសគ្នាងើបឈរចឹងហ្មង បាទចូលទៅបានចេះឃើញលោថាថ្ងៃក្រោយទៅយើងអាចថាយើងរៀនហ្នឹងបាទ បងឌីលយើងថាយើងអាចចូលហាង ឈរមើលចឹងថាយើងអត់ អត់ ល្អ ទេចង់រៀនចង់ចេះមកងើបមកគេលោចេះមុខពីមុខអីគេលោបើកចិត្តផ្ទះចិត្តអី វាជាប់ម្សៅលើមេបកាវាឆ្ងាញ់ សុបាយណា សុបាយមែនតា សុបាយ បង លេង សាក់លើកដៃបានទៀត ជប៉ុនគេអត់សូវប្រើចង្កឹះទេបងជប៉ុនហ្មងគេប្រើដៃណោះដល់ពេលគេកំពងគេប្រើដៃប្រើចង្កឹះ កាត់ដូចបងទៅអត់ ឆ្ងល់មែនដែរបង ឆ្លាត អានេះជប៉ុនប្រើចង្កឹះដែរហ្នឹង អូ ឆ្លាត តែគេកំពុង តែ ប្រើ តាម ចង្កឹះ បីដែលខ្ញុំមើលឃើញភ្លើងឃើញអត់ដាក់ខ្លាំងទេ បាទបើកតិចបាទ មកចាពីព្រោះអីពេលតែខ្លាំងវាអាចខ្លោចខាងក្រៅទៅខាងក្នុងអត់ឆ្អិនជឿបង ចា ដាក់អីបង អត់ដិតប្រេង អូ ចាឲ្យប្រេងនឹងដាក់អូของប៉ុណ្ណឹងក៏អត់ដែរ តំណាងយើងមកគ្នា3នេះ ចា មក ចឹង គ្នា អាមួយនេះធ្វើ 5 ម៉េច នាក់ អាសមួយនេះធ្វើម៉េច អេខ្ញុំ បងចាស់ជា អ ង ត់ គេ ទេខ្ញុំរាគេជួ លើប៉ាលើប៉ាសិន គាត់ភ័យមែនអត់មួយសោះ ដាក់គេទៅយូរ បំពងភាសាខ្មែរយើង បាទ ចំណែកបើខាងយើងគេខាងជប៉ុនគេហៅថា ebi អូ tempura បាទ អានេះគេហៅថាជ្រក់ អានោះស្អីគេមកតកកមែន ចាឆៃថាយើងឈ្មោះមួយខ្ញី មានអារម្មណ៍បាត់ពាមួយ នេះនេះ អូយលឿនម៉េច គេបង្ ទៅ ហាញ នៅយើងអាទោះបីរឿងច្បងក្រោយចង់ថាគូមិនគូយល់ណា អត់ដល់កំដៅ បាទ បងហ្នឹងឈើ អរេបងភ្លក់មុនគីឡូថាមានបញ្ហាពុលអីចឹងទៅសុខចិត្តដើម្បីបងប្អូន អ
ពេលដល់ខ្ញុំគាត់ហត់ទេណា ផ្សេង បាទ ហេខ្ញុំចាំបានពីរអត់ចាប់ឲ្យខ្ញុំមែនដាក់មក ណាគេយោមិញប៉ាហើយ ប៉ាហើយ ទៅ អូដូរវិញអានេះ 1 2 3 ញ៉ាំហូបជប៉ុនបាន3មុខហើយខ្ញុំមុខនេះរៀងកាត់ទៅជប៉ុនខ្លាំង ហើយមើលទៅដូចអាក្នុងរឿងជប៉ុន បាទអរគុណបងចង់សុំបន្តទៅកាន់ ចាអញ្ចឹងបងបន្តគឺសាច់ជ្រូកបំពង ខ្ញុំចង់ក្រោយបង ចា មិនគោណាចង់ក្រោយត្រឹមនឹងសោះ អស់ហ្នឹង ហើយចង់ក្រោយនេះបាទ សាច់ជ្រូកនេះបងយកមកពីកាណាដា អូ ចាមិនយកនៅនេះណាចា បាទ ពួកនេះពេញដៃល្អ យល់ទៅណា ទៅផ្ទះហូប អត់ទេនេះបោះខាងនេះកោហាងគេនេះទ្របទេ បើ ពេញដៃល្អ ហូបដូចខ្លែទ្រប អត់ទេកាន់ទៅជាប់ដៃហ្នឹង បាទ អានេះយើងមានបន្លែ បាទបន្លែ អានេះបន្លែយើង វែងល្អខ្ញុំចាក់ប៉ុណ្ណឹងចាក់ប៉ុណ្ណឹងញ៉ាំទៅល្មមវាអត់អត់ខកអត់អីចឹងណា ហេ អូជួកាអីជ្រក់អំបិលឆ្ងាញ់ណាអំបិលទេ អូ បើយើងយកធំទៅហ្នឹងវាអាចខកវាអាច បាទតើនេះចូលចិត្តនេះអំបិលដែរណា វត្តធំពេកបង បាទមកប្រើសម្រាប់សុំគាត់ថែមណា បងឆានបាន ជួយទៅណូ សក់ថែមឯងសក់គៀចេញទៀតទេ បើដាក់មុខលើ ហើយទឹកសមឲ្យទឹកខ្មៅចង់ដៀលខ្មៅមែនសាច់ញ៉ាំទៀតមានមុនស្នេហ៍មែន សង្ស័យគាត់ជះខ្លាញ់មកផ្ទះមកហើយ អូបាទ អានឹងប្រើរយៈពេលយូរ មើលអត់ទៅចាយនឹងឲ្យបងប្រុសហ្នឹងនិយាយហ្មង ក៏ពិតក៏គាត់នឹងចិត្តថាចបិកាសួរហ្មង គាត់ចង់និយាយជាមួយមានគ្រួសារនៅបងមានគ្រួសារនៅអូចឹង អ៊ី មក នេះចិត្តមែនអ៊ីនេះចិត្តមែន អត់ទេ អេគ្រួសារក៏សំដៅលើម៉ាក់ប៉ាបងប្អូនគាត់ ហ្នឹងហើយបាទហា ម៉ាក់ប៉ាទៅអីបងអូមាន អេបាត់ឆ្លើយពុនអីមកឆ្លើយទៅប្តី ដាក់លឿនមកឆាប់យកមកតិចមកឆាប់ទៅវិញប្រញាប់ទៅផ្ទះធ្វើការធ្វើអីនេះញ៉ាប់ទៅផ្ទះធ្វើការ បាទសុំជ័យបាទ មាន បន្ត ពុន មក មានអីហ៎ បាទបែកនេះរើអាវពូជសាសហ្មង គាត់មានពុនអបគាត់ទៅគាត់មានប្តី បាទរករបស់ហើយបាទអូហូបាទចង់ខអរគុណខ្ញុំយកខ្លួនឯងហ្មងជិះស្ដាច់បាទអរគុណមករៀបរាប់ឲ្យបងប្អូនបាទនេះគឺ សា មាន ច់ជ្រូក ឈ្មោះ បំព ថា ងភាសាជប៉ុនគេហៅថាតុងកាត់ស៊ឺ តុងកាន់ស៊ឺ ចា អានមើល តុងតាំងសឹក តុងកាត់ស៊ឺ តុងកាត់ស៊ឺ ចា អូខេហេអត់ក្តៅនេះអី បាត់ម្ដុំទៅណាហើយ ចុង លួចឲ្យខ្ញុំហ្នឹង អូនអត់ខុសពីអ្នកនេះសាហាវ ទឹកសម្រាប់ជ្រលក់ អូ ហើយ ខេ អានេះយើងញ៉ាំជាមួយនឹងបន្លែ អូ ការសល្ងខ្មៅសនសម្រាប់ញ៉ាំមួយបន្លែ ហេតោះឥឡូវយើងចាប់ដាក់ភ្លក់ឲ្យបងប្អូននេះសាកជាមួយនឹងរសជាតិនេះជាមួយយើងសំទាំងអស់គ្នា ចុះអត់គេឲ្យទឹកយកជាមួយអានេះចិត្តក្រក់មិនមក អូន បាទ មានមកគេទៅយល់ស្អីទេវេទិកានេះម្នាក់នេះនៅរត់ខែរាល់ថ្ងៃឯង គឺទៅម្ហូបជប៉ុនតែងតែមានស្ទាប់ជាមួយនឹងបន្លែបាទ ក្លាប់តុកលើ សំទោសអត់តែបើថាងុយគេងយើងអាចទៅគេងសិនបានងុយគេង អត់ទេញ៉ាំឆ្អែតទៅវា អ វើយបាទនេះកុំច្រឡំថាប្រេងម៉ាស៊ីនទឹកទៅលក់ទេបាទ វាគេជួលទឹកនេះទៅ ទឹកជ្រក់ក៏ឆ្ងាញ់សាច់ក៏ឆ្ងាញ់ បាទ ម្សៅក៏ឆ្ងាញ់ ជាមួយទឹកទៅចាក់ឆ្ងាញ់ទៀតអឺមកដាក់តុកគេចេញមក អូនចាំប្រើអាស្កុតប្រៃហ្នឹងហ្មងអូន អូ អាហ្នឹងសម្រាប់ មាន ទឹក សម្រាប់ជូតគេបងហ៎ ចា ខ្លាញ់បៀកចេញហ្មងបង បាទស្កុតប្រៃនេះសម្រាប់ជូតផ្ទះបាយច ចា កាណាបង ជួល ណា ទាំងអស់ អូ ហ្នឹងប្រើបានម្ដងមក បាទនេះប្រើបានច្រើនដងតាមដឹង
ខំឃើញម៉ាក់ប្រើបាទអូយងាយស្រួលហ្នឹងបាទមើលសាក់ជូតមើលខាងនេះគឺជូតខ្លាញ់បាទគាត់បឺតខ្លាញ់តែម្ដងគាត់ឃើញទេបាទអូចា ស្អាតបាទអូចាំទេម៉ាក់ខ្ញុំសិនម៉ាក់ពីច្រើនគាត់ឈៀនណាប្រដាប់នៅលើចក្រានវាអីឡើងកកិចចាជូតអរគុណដល់បងថ្ងៃនេះដែលបានផ្ដល់នៅមុខម្ហូបពិសេសសម្រាប់ពួកយើងទាំងអស់គ្នាបាទថ្ងៃនេះគឺថាបងបាននាំមុខម្ហូបឆ្ងាញ់សម្រាប់ពួកយើងសំខាន់គឺរដងមកញ៉ាំគឺអត់បានដឹងរបៀបធ្វើថ្ងៃនេះគឺចេះរបៀបធ្វើទាំងអស់បាទសំខាន់មួយម្ហូបបងគឺឆ្ងាញ់ទាំងអស់បាទម៉ៃទៀតបាទមានថ្ងៃនេះគាត់សម្រាប់ឡើងម្ហូបដែលពិសេសចាំហាងជួការយើងមកទៅយើងស្គាល់តែស៊ូស៊ីឬមួយក៏ត្រីសាម៉ុតឬមួយក៏ហ្នឹងហើយផ្សេងៗអញ្ចឹងយកបានដឹងថាមុខម្ហូបអីដែលពិសេសក្នុងឆ្ងាញ់នេះតែថ្ងៃនេះយើងបានភ្លក់ច្រើនម្ហូបប្រចាំហាងហ្មងមិនយកមកចាបាទនិយាយថាថ្ងៃហ្នឹងមកតាមរដងបើសិនបើភ្ញៀវមកញ៉ាំបងត្រូវចំអិនអញ្ចឹងឲ្យដូចខ្ញុំដែរឬក៏អត់ទេបងអត់ទេចាគាត់កំងប៉ុន្តែម្ហូបកន្លែងបងគឺកំងព្រមបានភ្លេងបាទហើយយើងធ្វើទុកណាខ្ញុំស្មានតែពេលភ្ញៀវគាត់ចាផ្ញើស្មានតែភ្ញៀវគាត់អញ្ជើញមកចឹងទៅបងត្រូវលើកចក្រានលើកលើគាត់ដែរបាទតែថ្ងៃនេះដោយសារតែពួកខ្ញុំធ្វើឲ្យបងត្រូវប្រឡាក់កន្លែងនេះអស់ហើយបងណាបើចក្រាននេះប្រឡាក់អស់ហើយបងអីណាជួយនេះជួយសម្រាប់ជូតអញ្ចឹងបងត្រៃនឹងអូបាទនេះគឺជូតប្រាប់បងដែលខ្ញុំជូតវិញហ្នឹងណាបងហ៎ជូតចេះបានចេះចក្រានអីចឹងបានពួកបងប្រហាត់របៀបជូតមើលនេះគឺជូតមិនលឿនមិនព្រោះមិញពួកខ្ញុំជូតតុកមិញវាឃើញល្អបាទចាអាហ្នឹងយើងបាច់ជ្រលក់ទឹកតិចក៏បាទត្រូវជ្រលក់ទឹកតិចទេបងណាបាទជ្រលក់ទឹកឲ្យសើបន្តិចបាទអូមកមានកធន់បងណាបាទចាដាក់មុខនេះបងសូមជើញបងបាទយើងដាក់ទឹកឲ្យយើងសើទឹកនេះយើងប្រើទឹកសុទ្ធឬក៏ទឹកធម្មតាហ្នឹងអូចាព្រោះវាហើយបងយកមកជូតណាបងណាអានេះជូតទឹកបានល្អបើសិនបើខ្ញុំជូតបាញ់មិញគឺថាខ្លាញ់ឬក៏ស្នាមប្រឡាក់អីហ្នឹងគឺជូតបានច្រាស់ល្អបាទព្រោះមិញយើងប្រើចក្រាននេះនៅក្នុងការចំអិនបាទអញ្ចឹងគឺទៀតប្រឡាក់ខ្លាញ់ហើយបាទចានេះគឺជាម្សៅដែលកកជាប់នៅក្នុងនឹងផងក៏អាចចាត់ខ្លាញ់សំខាន់ខ្លាញ់គឺជូតពិបាកជូតហ្នឹងណាបងមានល្អិលខ្លាញ់ជាប់ដៃបងអត់ទេអូបាទនេះវាបឺតខ្លាញ់និងបឺតទឹកបឺតអស់នេះចាបាទនេះបន្ទិញទុកជូតមុខល្អពេលបាច់យើងបាច់អីគឺមិនយើងប្រើក្រាស់ជូតខ្លាញ់មុខយើងមានខ្លាញ់បាច់យើងចេញខ្លាញ់អីយកជូតមុខបាទថានេះចំណេញពេលវេលាច្រើនចាយើងមិនចាំបាច់ដោះយកទៅលាងសាប៊ូទេបាទចាំបងពេលដែលយើងជូតហើយចឹងត្រូវលាងសាប៊ូចេញទេបងអត់ទេអូមិនបាច់ទេបងឬក៏បោះចោលមកយើងអាចទុកប្រើបានទេប្រើបានពី3ដងអូបានពី3ដងអញ្ចឹងយើងធ្វើមិនដើម្បីទុកសម្អាតវាបានយើងអត់លាងសាប៊ូវាជាប់ខ្លាញ់អត់លាងសាប៊ូមិនជាប់ខ្លាញ់ហ្មងយើងច្បូតវាទៅវាអស់ហើយចាមិនទឹកខូតាមមកអត់ដល់ដល់ខ្លាញ់មកអស់ហើយចាបាទចឹងយើងប្រើពូជប្រឈរចឹងបងណាចាអូបាទពេលពូជទៅគឺហូរមកអស់ហើយមិនបាច់ចាំលាងសាប៊ូទេយើងបាច់លាងសាប៊ូចាអូស្រួលហើយណាបាទលយម្ដងបាទនេះគឺដែលស្កុតប្រៃដែលយើងបានប្រើប្រាស់សម្រាប់ជូតហើយបាញ់គឺយើងមិនចាំបាច់លាងសាប៊ូចេញទេនៅស្អាតដូចដាវសំខាន់ពេលដែលយើងស្ទាបគឺអត់មានជាតិខ្លាញ់ជាប់ដៃអាចសាកបានមានជាតិខ្លាញ់ហ៎តែអត់ប្រើសាប៊ូទេណាឃើញទេនេះបន្ទិញមកចំណេញហ៎បាទជូតមុខគឺអីចិត្តអស់ខ្លាញ់បាទអូតាមពិតបងមានរូបមន្តពិសេសគឺនេះគឺកណាត់សម្រាប់ជូតសម្ភារៈផ្ទះបាយរបស់ស្កុតប្រៃដែលយើងអាចជូតបានជាមួយនឹងចក្រានដែលប្រឡាក់ខ្លាញ់ដែលបងប្អូនពិបាកក្នុងការសម្អាតបើយើងទិញកសែងទីមួយគឺជាប់កតិកសែងនៅលើសម្ភារៈផ្ទះបាយរបស់យើងតែយើងប្រើស្កុតប្រៃនេះគឺស្អាតបាទបងប្អូនមកឃើញថាគឺអត់មានឃើញប្រឡាក់អីទេដូចថ្មីអញ្ចឹងហើយសំខាន់គឺអត់មានខ្លាញ់ទេអូពិសេសមែនទេបាទអរគុណបងថ្ងៃនេះដែលបានចែករំលែកនៅវិធីសាស្ត្រល្អៗជាពិសេសគឺវិធីសាស្ត្រសម្អាតផ្ទះបាយតាមរយៈផលិតផលស្កុតប្រៃនៅក្នុងហាងរបស់បងបាទអញ្ចឹងមានកាដូជូនបងតែម្ដងចាពីស្កុតប្រៃចាជូនបងចាបាទអរគុណបាទបន្តទៀតជាមួយនឹងហើយខ្ជូបាទប្រេងខ្យងហើយខ្ជូដែលមានប្រេងខ្យងបងអានេះស្រាបងឲ្យទៅបាទយើងមានប្រេងខ្យងហើយខ្ជូបាទមានទឹកម្ទេសមានត្រីខដែលជាផលិតផលមានគុណភាពខ្ពស់គឺអត់មានសារជាតិប៊ីចេងនឹងមកឡើយខ្ញុំជួយកាន់បាទឲ្យជួយកាន់បាទមកយកទៅផ្ទះខ្ញុំហ្មងអាយស្កូឡាចាបាទអរគុណបងចុងភៅអរគុណបងបាទថ្ងៃនេះបានរៀបចំអាហារពិសេសសម្រាប់យើងខ្ញុំជាពិសេសគឺរសជាតិអាហារជប៉ុនដែលយើងញ៉ាំនៅទីនេះដូចញ៉ាំនៅប្រទេសជប៉ុនអញ្ចឹងទាំងរសជាតិទាំងសេវាកម្មគឺអាហារដែលមានគុណភាពល្អដែលមានសុខភាពល្អបាទបងមានពេលពេចអីសម្រាប់បងប្អូនមកយើងសូមអញ្ជើញបងបាទចាថ្ងៃនេះខ្ញុំក៏សូមអរគុណដែរថាក្រុមកម្មវិធីរបស់បងប្អូនចង់មកអញ្ចឹងណាបាទហើយនឹងជួយផ្សព្វផ្សាយខាងហាងស៊ូស៊ីបាបងអញ្ចឹងណាបាទហើយបងក៏មានពាក្យពេចន៍អីគាត់សូមអរគុណអតិថិជនដែលថាគាត់អញ្ជើញមកហាងបងមិនដែលខានអញ្ចឹងណាបាទចាសូមអរគុណគាត់ច្រើនអរគុណបងនៅតាមប្រាក់អត់ទៅចង់កោយហីអត់ចង់កោអត់ខ្ញុំទៀតខាងនេះខាងណាយកខ្ញុំមក
កុំភ័យគឺស្អាតពីគ្រប់មុំបាទអរគុណជឿសម្រាប់បងប្អូនដែលចង់ញ៉ាំអាហារជប៉ុនដែលមានរសជាតិឆ្ងាញ់ដូចនៅប្រទេសជប៉ុនទាំងរសជាតិគឺដូចនៅប្រទេសជប៉ុនឆ្ងាញ់សុខភាពអនាម័យបងប្អូនអាចអញ្ជើញមកដូច Sushi Bar ចាមាន2សាខា 2សាខាបងណាសាខាមួយនៅណាបងចានៅ302ផ្លូវបឹងកេងកងបាទហើយសាខានេះគឺចាំច្បាស់តែម្ដងគឺនៅជ្រោយចង្វាចាត្រើយមកខាងកាត់បើយើងជិះពីគោលស្ពានជួចវាមកមានផ្លូវបត់ស្ដាមមួយយើងចូលតាមនឹងរហូតមកទន្លេមកគឺនៅខាងឆ្វេងដៃតែម្ដងបាទចាអរគុណនៅពេលនេះពីកម្មវិធីយើងទៅដល់ពេលសូមជម្រាបលាផងដែរចាបាទសូមជម្រាបលាជូនយើងក្នុងសប្តាហ៍ក្រោយផងដែរអរគុណបងអរគុណច្រើនបាទបាយបាយ